នារីម្នាក់នេះអ្នកគ្នាព្រោះតែចង់ខ្លាចជាអ្នកមានក៏បាយកំណត់ទៅធ្វើជាចៅកោះផ្ទះគេដើម្បីយកទ្រព្យសម្បត្តិដែលនេះមានឈ្មោះថា Rachel អាយុតែ9ឆ្នាំហើយរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពសមរម្យប៉ុន្តែហេតុផលខ្លះហ្នឹងជីវិតប៉ុណ្ណឹងគឺនាងមិនស្កប់ស្កល់ទេនាងចង់ខ្លាចជាអ្នកមានម្នាក់ថ្ងៃមួយណា Rachel ក៏បានបបួលមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលមានឈ្មោះថា Nick អាយុតែ8ឆ្នាំហើយពួកគេក៏បានរៀបគម្រោងការរបស់ពួកគេទាំងពីរហ្នឹងសម្រាប់ជាថាទៅលួចកោះឡានអ្នកមានម្នាក់ដែលគេຕົកចោលហ្នឹងកោះឡានហ្នឹងដើម្បីយកទ្រព្យសម្បត្តិទាំងអស់ដែលនៅក្នុងឡានហ្នឹងមានអញ្ចឹងពួកគេក៏ធ្វើបានសម្រេចព្រមទាំងយកទ្រព្យសម្បត្តិដែលពួកគេលួចនៅក្នុងឡានហ្នឹងទៅលក់ប៉ុន្តែលុយទាំងអស់ដែលពួកគេលក់បានហ្នឹងគឺវាមិនគ្រប់គ្រាន់សម្រាប់នាងទេនាងចង់បានច្រើនជាងហ្នឹងទៀតដល់ឥឡូវពួកគេនេះកំពុងតែរស់នៅក្នុងតំបន់ Los Angeles នៅ Calabasas ដែលជាតំបន់មួយដែលសម្បូរតារាល្បីៗរស់នៅអញ្ចឹងពួកគេក៏នឹកឃើញគំនិតមួយដោយ Rachel ហ្នឹងក៏បានទៅនិយាយជាមួយនឹង Nick ហ្នឹងនិយាយថាអា Nick និយាយចឹងយើងនៅតំបន់ហ្នឹងសម្បូរតារាល្បីៗមែនតាតែយើងទៅលួចទ្រព្យសម្បត្តិពួកហ្នឹងគិតមិនដែរមែនតានៅហ្នឹងសិតតារាល្បីៗមែនតាហើយមានពិបាករកអីគ្រាន់តែ search តាមអ៊ីនធឺណិតហ្នឹងទៅហើយគ្រាន់តែមើលតំបន់ដែលពួកគេរស់នៅក្នុង Los Angeles ហ្នឹងទៅវាចប់បាត់ហើយមានអីពិបាកផងមែនតាតោះយើងធ្វើតែមកអញ្ចឹងនៅពួកគេក៏ដាក់កោដដៅទៅតារាម្នាក់ដែលមានឈ្មោះថា Paris Hilton ហើយយប់មួយហ្នឹងឱកាសរបស់ពួកគេក៏បានមកដល់ពួកគេក៏បានឃើញកោដដៅឬក៏ផ្ទះរបស់ Paris Hilton ហ្នឹងអ្វីដែលសំខាន់ណាស់គ្នាហេសូយអីនៅពេលដែលពួកគេទៅដល់មុខផ្ទះនៅទ្វារហ្នឹងពួកគេក៏បានឃើញកូនសោមួយដែលគេលាក់នៅខាងក្រោមការ៉ាជុកជើងហ្នឹងក៏ពួកគេយកមកហើយចាក់ទ្វារហ្នឹងគឺចូលតែម្ដងវាស្រួលខ្លាំងតែដោយសារតែ Paris Hilton យើងហ្នឹងគាត់មានសោសកួរមួយសម្រាប់ខ្លួនគាត់ហើយនៅពេលដែលគាត់បាត់សោបាត់អីអញ្ចឹងទៅគាត់អាចនឹងរកសោរកអីហ្នឹងមកចាក់ទ្វាររបស់គាត់ពេលដែលពួកគេទៅដល់ក្នុងផ្ទះហ្នឹងគឺពួកគេដើររករបស់មានតម្លៃមានអីដែលសំខាន់ដែលអាចលក់បានប៉ុន្តែគ្រាន់តែពួកគេក៏អត់ប្រមូលយកទាំងអស់ទេនិចហ្នឹងក៏គាត់បានទៅបន្ទប់ផ្ទាល់ខ្លួនរបស់អ្នកនាង Paris ហ្នឹងក៏បានឃើញសោទូដែកមួយដែលជាសោគេទុកលុយអ្នកគ្នាតែដោយសារតែអ្នកស្រីប៉ារីហ្នឹងគាត់នឹកឃើញអីគាត់ដាក់អាសោទ្វារដែលចាក់ទូសុវត្ថិភាពហ្នឹងចោលជាប់នឹងទ្វារហ្នឹងតែម្ដងចឹងទៅនេះក៏គាត់បើកយកលុយមួយចំនួនដើម្បីយកមកតាមខ្លួនអើយប្រហែសមែនអ្នកស្រីប៉ារីយ៉ាប់មកបន្ទាប់ពីពួកគេហ្នឹងយកបានទ្រព្យសម្បត្តិឬក៏លុយមួយចំនួនហើយពួកគេគិតថាគ្រប់គ្រាន់ឬក៏ស្កប់ស្កល់ហ្នឹងពួកគេចេញពីផ្ទះហ្នឹងរត់ចេញទៅវិញបាត់ទៅហើយផ្នែកមួយដែលសំណាងបំផុតជាមួយនឹង Rachel ជាមួយនឹង Nick ហ្នឹងគឺអ្នកស្រីប៉ារីហ្នឹងគឺគាត់អត់ចាប់អារម្មណ៍ទេគឺគាត់អត់ដឹងថាមានពីណាចូលលួចរបស់របរឬក៏របស់មានតម្លៃផ្ទះរបស់គាត់ទេអញ្ចឹងទៅ Rachel ជាមួយនឹង Nick ក៏រួចខ្លួនបាត់ទៅអ្វីដែលសំខាន់ណាស់គ្នាគឺ Rachel ហ្នឹងគឺគាត់បានយកសោផ្ទះដែលគេទុកនៅមុខផ្ទះរបស់អ្នកនាងប៉ារីហ្នឹងគឺគាត់យកលួចយកមកតាមខ្លួនរបស់គាត់តែម្ដងហើយក្រោយមកហ្នឹងពួកគេក៏សម្រេចចិត្តថាយកសោមួយហ្នឹងចូលទៅលួចទ្រព្យសម្បត្តិបន្តិចតួចនៅផ្ទះអ្នកស្រីប៉ារីហ្នឹង4ដងថែមទៀតក្នុងរយៈពេលហ្នឹងពួកគេទាំងពីរនេះគឺមានវ័យជំទង់នៅឡើយទេច្បាស់ណាស់ថាមាត់របស់ពួកគេគឺនៅមិនស្ងៀមទេនៅពេលដែលពួកគេទៅចូលរួមកម្មវិធី party មួយរបស់ផ្ទះមិត្តភក្តិរបស់គេហ្នឹងគឺពួកគេបានជ្រុលមាត់ឬក៏ធ្លោយមាត់ទៅប្រាប់ពួកអ្នកទាំងអស់ហ្នឹងដែលពួកអ្នកខ្លះហ្នឹងគឺគេមិនជឿទេគាត់ថាពីរនាក់និយាយលេងបោកអញកុហកហ្មងហើយប៉ុន្តែក៏មានមួយក្រុមទូចដែលគេចាប់អារម្មណ៍រឿងនេះក៏បានសុំ Rachel ជាមួយនឹង Nick នឹងចូលរួមដែរអញ្ចឹងសមាជិករបស់ពួកគេកាន់តែច្រើនណាស់មែនអត់ជាស្ដីពួកគេចូលលួចរបស់របរខោអាវប៉ុណ្ណឹងរបស់ប្រើប្រាស់ដែលមានតម្លៃជាច្រើននៅពួកគេចូលចិត្តប៉ុន្តែអ្នកទាំងអស់គ្នានឹងមិនមែនជាចង់អាជីពអីទេគង់មានតែថ្ងៃណាមួយប្រកាសជាគេចាប់បានច្បាស់ណាស់មិនយូរប៉ុន្មានពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមមានរឿងអាស្រូវដោយសារតែពួកគេណាក៏សម្រេចចិត្តថាចូលផ្ទះអ្នកស្រី Paris Hilton ម្ដងទៀតពីលើកទី5ហើយសមាជិករបស់គេម្នាក់នៅក្នុងក្រុមហ្នឹងក៏បានលួចគ្រឿងអលង្ការរបស់អ្នកស្រី Paris នោះមានតម្លៃរហូតដល់$2 លានហើយនៅពេលដែលអ្នកស្រីនឹងមកវិញហ្នឹងគឺគាត់ដឹងតែម្ដងថារបស់ដែលមានតម្លៃរបស់គាត់ហ្នឹងត្រូវបានបាត់អញ្ចឹងគឺគាត់ក៏រាយការណ៍ទៅកាន់ប៉ូលីសទៅតាមអ្វីសកម្មភាពរបស់របរនៅផ្ទះរបស់គាត់ញ៉ៃហ្នឹងគាត់រាយការណ៍ទៅកាន់ប៉ូលីសទាំងអស់តែមានយប់មួយណាក្រុមរបស់ពួកគេអត់ទាន់ស្ងាត់ទេគឺពួកគេបានចូលទៅផ្ទះអ្នកស្រីតារាទូរទស្សន៍ម្នាក់ដែលមានឈ្មោះថា Adriana Patrick ហើយពួកគេព្រមទាំងបានយករបស់មានតម្លៃនឹងលុយជាង$43,000ព្រមទាំងកុំព្យូទ័រនិងរបស់សំខាន់ៗនៅក្នុងផ្ទះរបស់អ្នកនាងប៉ុន្តែលើកនេះគឺ Adriana Patrick យើងហ្នឹងគឺគាត់មានកាមេរ៉ាសុវត្ថិភាពអញ្ចឹងចាប់សកម្មភាពរបស់ពួកគេបានហើយក៏យកវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពទាំងអស់ហ្នឹងទៅផុសនៅក្នុង website ឬក៏គេហទំព័ររបស់គាត់ដោយនាងសង្ឃឹមថាអ្នកទស្សនាវីដេអូរបស់នាងទាំងអស់ហ្នឹងកំណត់អត្តសញ្ញាណរបស់ពួកគេបានប៉ុន្តែមិនបានផលទេដោយសារតែពួកគេឃ្លុំពាក់ហូឌីពាក់មួកចិត្តអញ្ចឹងទៅអញ្ចឹងពួកគេក៏បន្តចូលទៅលួចផ្ទះអ្នកស្រី Paris Hilton ម្ដងទៀតជាលើកទី6ហើយម្ចាស់ផ្ទះហ្នឹងក៏អញ្ចឹងទៀតគេចូលឡើង5-6ដងណាអត់ចេះរកដំណោះស្រាយសោះម្ដងនេះពួកគេក៏បានយកប្រាក់ជាង$130,000ព្រមទាំងទ្រព្យសម្បត្តិផ្សេងទៀត
គឺសរុបមកដែលពួកគេចូលផ្ទះរបស់អ្នកស្រីប៉ារីណាគឺទ្រព្យសម្បត្តិទាំងអស់$1 លានហើយដែលពួកគេលួចព្រមទាំងអាគ្រឿងអលង្ការ$2 លានថែមទៀតទាំងអស់វា$3 លានមកអីហើយវាហាក់បីដូចជាគ្មានពីណាគេចាប់បានក្រុមពួកគេសោះអញ្ចឹងក្រុមពួកគេនៅតែបន្តសកម្មភាពអញ្ចឹងក៏បានចូលទៅផ្ទះរបស់តារាចម្រៀងម្នាក់ដែលមានឈ្មោះថា Lindsay Lohan ហើយនេះជាកន្លែងដែលពួកគេបានប្រព្រឹត្តសកម្មភាពធំខ្លាំងមែនតើដោយសារតែពួកគេបានចូលទៅលួចទ្រព្យសម្បត្តិឬក៏របស់មានតម្លៃទាំងអស់នៅក្នុងផ្ទះអ្នកស្រីហ្នឹងវាសយអីដោយសារតែអ្នកស្រីក៏មានកាមេរ៉ាទស្សនវិជ្ជានៅផ្ទះហ្នឹងដែរអញ្ចឹងអ្នកស្រីក៏សម្រេចចិត្តថាយកវីដេអូសកម្មភាពរបស់ពួកគេទាំងអស់ណាទៅរៀបការប្រាប់ប៉ូលីសក៏សម្រេចបញ្ចេញវីដេអូទៅតាមទីសាធារណៈឬក៏ប្រព័ន្ធ social media អីហ្នឹងដូច្នេះវីដេអូរបស់ Rachel និងមិត្តភ័ក្តិរបស់ពួកគេហ្នឹងត្រូវបានគ្រប់គ្នាបានឃើញច្បាស់ចេះជាការពិតណាស់អាព័ត៌មានរបស់គេហ្នឹងគឺល្បីម្ដងទៀតហើយគឺជាលើកទី2ប៉ុន្តែលើកនេះគឺមហាជនទាំងអស់ឬក៏មិត្តភ័ក្តិរបស់គេដែលធ្លាប់ស្គាល់ Rachel ជាមួយនឹង Nick ហ្នឹងគឺចាប់អារម្មណ៍ភ្លាមៗតែម្ដងថាពីរនាក់ហ្នឹងគឺធ្លាប់ចូលរួមកម្មវិធីជប់លៀងជាមួយពួកគេហើយនៅក្នុងបណ្ដាញសង្គមជាច្រើនដែលពួកគេស្គាល់ Nick ជាមួយនឹង Rachel ហ្នឹងក៏ចាប់ផ្ដើម mention គេឬក៏ comment ឬក៏បញ្ចេញរូបភាពពួកគេនៅក្នុង comment ហ្នឹងសម្រាប់ប៉ូលីសហ្នឹងក៏គាត់បានសង្ស័យ Nick ជាមួយនឹង Rachel ខ្លាំងមែនតើអញ្ចឹងទៅប៉ូលីសក៏សម្រេចចិត្តទៅចាប់ Nick មុនគេហើយនេះជារូបភាពរបស់ Nick ដែលចាប់ខ្លួនបានហើយគាត់បានបដិសេធគ្រប់បែបយ៉ាងនៅពេលដែលប៉ូលីសគេសួរហ្នឹងប៉ុន្តែធ្វើម៉េចបើប៉ូលីសគេបកកាយចង់ងប់ហ្នឹងគេចាក់រិះចាក់គោលតាន់តិចហ្នឹងគឺគាត់និយាយសារភាពមកទាំងអស់ហើយអញ្ចឹងក៏គាត់ក៏បានសម្រេចចិត្តថាចូលរួមឬក៏សហការជាមួយនឹងប៉ូលីសហើយគាត់បានព្រមទាំងសារភាពទាំងអស់ពីសមាជិកជាមួយនឹង member របស់ពួកគេដែលចូលលួចពីមុនហ្នឹងមកហ្នឹងនិងចុងក្រោយប៉ូលីសក៏បានចាប់សមាជិករបស់ពួកគេម្ដងម្នាក់ហើយនេះជារូបភាព Rachel នៅពេលដែលចាប់ខ្លួនបានហើយនេះជារូបភាពសមាជិកផ្សេងទៀតដែលចាប់ខ្លួនបានជាចុងក្រោយ Rachel ជាមួយនឹង Nick ក៏ត្រូវបានតុលាការកាត់ក្តីឲ្យពួកគេជាប់ទោសរយៈពេល4ឆ្នាំដោយសារតែពួកគេជាអ្នកផ្ដាំគំនិតនិងគ្នារបស់គេ5នាក់ទៀតក៏អត់រួចខ្លួនដែរក៏ជាប់ទោសដូចគ្នា